ជំរាបសួរនិងស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់អ្នករូបនេះគឺជាសាច់រឿងទី2របស់ពួកយើងហើយសាច់រឿងនេះផងដែរបាននិយាយរៀបរាប់អំពីដំណើរដំតងរបស់ក្មេងប្រុសម្នាក់ដែលគាត់តស៊ូស្វែងរកជំនួយពីអ្នកជិតខាងមកជួយម្ដាយរបស់គាត់ព្រោះម្ដាយរបស់គាត់ហ្នឹងមានកើតហេតុឬក៏អាចនិយាយបានថាអពុទ្ធហេតុផ្សេងៗដែលខុសពីអាការៈមនុស្សធម្មតាអញ្ចឹងណាចង់ដឹងថាសាច់រឿងយ៉ាងណាតោះមកស្ដាប់កំសាន្តជាមួយនឹង admin ទាំងអស់គ្នានៅក្នុងភូមិអ៊ំសនគាត់ជាមនុស្សចាស់ទុំមួយរូបដែលអ្នកភូមិគោរពស្រឡាញ់គាត់គ្រប់គ្នាដោយសារតែអ៊ំគាត់ដឹងខុសដឹងត្រូវច្បាស់លាស់អ៊ំសម្បូរទៅដោយដំបូន្មានល្អៗសម្រាប់អ្នកភូមិនិងក្មេងៗចំនួនក្រោយដែលរស់នៅហើយចំណុចដែលពិសេសជាងនេះទៅទៀតហ្នឹងអ៊ំគាត់មានវិជ្ជាដែលអាចមើលឃើញអរូបឬក៏បង្ក្រាបពពួកទាំងអស់នោះបានផងដែរនាយប់មួយនៅពេលដែលអ៊ំសនគាត់កំពុងតែពិសាបាយជាមួយនឹងក្រុមគ្រួសាររបស់គាត់បងប្អូនយ៉ាងមានសុភមង្គលមែនទែនស្រាប់តែគាត់ឮសំឡេងក្មេងប្រុសម្នាក់ដែលរត់មកយ៉ាងសស័កសស្រាំមែនទែនហើយគាត់ក៏កលេចអើទៅមើលទៅឃើញក្មេងប្រុសនោះមានសភាពទឹកមុខស្លេកស្លាំងផងភ័យខ្លាំងមែនទែនតែមិនដឹងថាភ័យរឿងអីណាហើយក៏ស្រែកទៅកាន់គាត់ហ្នឹងថាលោកអ៊ំឲ្យទៅជួយមើលម៉ែរបស់ខ្ញុំផងព្រោះម៉ែរបស់ខ្ញុំហ្នឹងគាត់មិនដឹងថាកែស្អីទេភ្នែករបស់គាត់ហ្នឹងគឺក្លាប់ចុះឡើងហើយថែមទាំងសោចហ្នឹងគឺឲ្យភ័យខ្លាចខ្លាំងមែនទែនហើយសម័យរវើរវាយសឹងតែឪពុករបស់ខ្លួនដែលនៅជាប់ម្ដាយហ្នឹងគឺចាប់សឹងតែមិនឈ្នះតែម្ដងនៅពេលដែលអ៊ំសនគាត់បានឮការរៀបរាប់របស់ក្មេងប្រុសម្នាក់ហ្នឹងណាបងប្អូនហើយក្មេងប្រុសម្នាក់ហ្នឹងខ្ញុំចង់ជំរាបបងប្អូនថាគាត់ឈ្មោះវិបុលគឺជាក្មេងក្លាហានមែនទែនបងប្អូនគាត់ត្រឹមតែអាយុប្រហែលជា10ឆ្នាំទេតែគាត់រត់កាត់ភូមិទាំងយប់តែម្ដងដើម្បីរកអ្នកជួយម្ដាយរបស់គាត់ហើយក៏ចុងបញ្ចប់ហ្នឹងគាត់បានរកលោកតាក៏អាចជួយម្ដាយរបស់គាត់បាននេះសូមសរសើរទៅគាត់ណាបងប្អូនបាទបន្ទាប់ពីលោកអ៊ំសនបានឮការរៀបរាប់របស់វិបុលហើយហ្នឹងលោកអ៊ំសនក៏តម្លាក់ចានបាយចុះហើយថែមទាំងប្រមូលអីវ៉ៃអាវ៉ាន់របស់គាត់បងប្អូនដាក់ចូលក្នុងកតាបហើយគាត់ក៏បបួលកូនប្រុសរបស់គាត់ម្នាក់ទៀតហ្នឹងឈ្មោះសំណាងអំឡុងពេលដែលធ្វើដំណើរនៅតាមផ្លូវបងប្អូនអ៊ំសនគាត់នៅតែមានមន្ទិលនៅក្នុងចិត្តថាចង់សួរបញ្ជាក់ទៅលើក្មួយវិបុលហ្នឹងថាម្ដាយហ្នឹងគាត់កើតអីគេបានរត់ឡើងមកសរសេរសស្រាំយ៉ាងនេះក៏ប៉ុន្តែនៅពីក្រោយមន្ទិលហ្នឹងគឺគាត់គិតជាមុនរួចជាស្រេចហើយថាសង្ស័យប្រហែលជាអាចមានរឿងភ្លើងងងឹតនៅពីក្រោយអញ្ចឹងណាបងប្អូនអញ្ចឹងហើយគាត់ក៏សួរបន្ថែមគាត់សួរថាវិបុលតាមម្ដាយរបស់ក្មួយឯងហ្នឹងកើតអីបានចេះតែមករត់ទៅហេបទៅហប់តាអញ្ចឹងវិបុលហ្នឹងនៅពេលដែលឮហើយហ្នឹងឆ្លើយតបទៅកាន់លោកអ៊ំសនទេគាត់គិតតែពីយំហ៊ីគាត់គិតតែពីយំរហូតបងប្អូនដៃរបស់វិបុលហ្នឹងគឺបែកញើសឡើងជោគហើយនៅតែកាន់ទៅលើម្រាមដៃរបស់លោកអ៊ំសនហ្នឹងដឹកទៅមុខដើម្បីទៅផ្ទះរបស់ខ្លួនចិនតិចតែនៅតែមិនឆ្លើយទៅលើសំណួររបស់អ៊ំសនទេគឺគិតតែពីយំបងប្អូនជុំមិនយូរប៉ុន្មានទាំងអស់គ្នាក៏បានទៅដល់ផ្ទះរបស់វិបុលដែលជាផ្ទះមួយនៅឆ្ងាយពីអ្នកភូមិបន្តិចណាតែមុននឹងទៅដល់ផ្ទះហ្នឹងគឺវិបុលបានឃើញមនុស្សជុំវិញផ្ទះរបស់ខ្លួនហើយដោយសារតែអ្នកភូមិមួយចំនួនដែលគាត់បានឮវិបុលស្រែកបកោប្រកាសឲ្យជួយហ្នឹងគាត់ទៅមើលអញ្ចឹងណាបងប្អូនអញ្ចឹងហើយក៏ដឹកដៃលោកអ៊ំសនហ្នឹងបជ្រៀតចូលតិចទំមតែបានចូលទៅដល់ក្នុងផ្ទះរបស់ខ្លួនទៅនៅពេលដែលបានចូលទៅដល់ក្នុងផ្ទះអ៊ំសនបានឃើញស្ត្រីម្នាក់ដែលមានឈ្មោះថាមីងផាន់គឺជាម្ដាយរបស់វិបុលដែលកំពុងគេងនៅលើផ្លូវរបស់ប្តីរបស់គាត់មីងផាន់គាត់មានសភាពមិនប្រក្រតីទេបងប្អូនដោយដែលបានរៀបរាប់ម្ដងហើយម្ដងទៀតអញ្ចឹងមុខរបស់មីងផាន់គឺមានភាពស្រអាប់ខ្លាំងរីឯភ្នែករបស់គាត់ហ្នឹងគឺក្លាប់ចុះឡើងតែម្ដងដោយដែលបានជំរាបម្ដងហើយម្ដងទៀតអញ្ចឹងណាបងប្អូនហើយដៃរបស់គាត់ហ្នឹងគឺច្អល់ទៅកាន់ប្អួចញឹកជាងគេតកតងជាមួយនឹងកន្លែងហ្នឹងមិនមែនមានតែពីរចំណុចហ្នឹងដែលខ្ញុំបាននិយាយទេបងប្អូនទឹកមាត់ហៀចេញពីមាត់ឯឡើងក៏ខ្លាក់តែម្ដងហើយគាត់និយាយស្អីឯង
គឺស្ដាប់មិនបានឮសូរតែអ៊ីអូខីខូអញ្ចឹងណាបងប្អូនគឺពិបាកស្ដាប់មែនទែនហើយក៏មិនដឹងថាភាសាអីដែរហើយអ៊ំសនគាត់មើលសភាពជុំវិញនៅក្នុងផ្ទះគឺអត់មានសណ្ដាប់ធ្នាប់អីទេកៅអៅឲ្យឡើងរញ៉េរញ៉ៃពេញក្នុងបន្ទប់ចានបាយក៏មិនលាងហើយគឺក៏ខ្វក់មែនទែនសិតតែទូលីដីសម្រាមពីសពេញពីសកាលនៅក្នុងបន្ទប់នឹងតែម្ដងអ៊ំគាត់ក៏លេចទៅមើលជំនាងផ្ទះក៏ស្រាប់តែឃើញមានបយួរស្នួរកៅអៅជាមួយនឹងខោហ្នឹងទៅអាឡែងតែជាប់ជាមួយនឹងជញ្ជាំងរបស់ជំនាងផ្ទះអ៊ំក៏គាត់ឆ្ងល់ភ្លាមម្ដងថាយីហេតុអីក៏មិនមានរបៀបសោះអញ្ចឹងសូម្បីតែជំនាងផ្ទះកន្លែងដែលទីសក្ការៈគោរពបូជាក៏មានកៅអៅមកថ្ពក់នៅលើនឹងដែរអញ្ចឹងភ្លាមហ្នឹងអ៊ំគាត់ក៏ប្រើសំណាងដែលជាកូនហ្នឹងឲ្យទៅរៀបចំភ្លាមទៅលើកៅអៅនេះដែលថ្ពក់នៅលើជំនាងផ្ទះហ្នឹងឲ្យរៀបចេញឲ្យឆ្ងាយហើយបោះជូតឲ្យស្អាតសិនទៅចាំអ៊ំរៀបចំការងារខាងនេះនៅពេលដែលបានប្រាប់បជាទៅលើសំណាងឲ្យធ្វើការទាំងអស់នោះហើយអ៊ំក៏គាត់អង្គុយចុះគាត់ក៏កលេចមើលទៅកាន់អ្នកភូមិផងលបងជាមួយហ្នឹងមិនតិចទៅគាត់ឃើញមានអ្នកខ្លះហ្នឹងនិយាយថាមើលទៅដូចជាបែរជាមានស្អីចូលទៅលើផាន់ហើយបានដូចជាអាការៈដូចជាមិនសួរសោះឯអ្នកខ្លះទៀតហ្នឹងអត់និយាយស្ដីអីទេគឺមានតែភាពភ័យខ្លាចនៅឈរអែបជាមួយនឹងបងប្អូនសាច់ញាតិអីចឹងទៅរីឯប្តីរបស់មីងផាន់វិញគឺមានទុកមុខភ័យហើយមិនដឹងថាជួយប្រពន្ធហ្នឹងគឺជួយយ៉ាងម៉េចច្បាច់ដៃផងច្បាច់ជើងផងហើយនៅតែហៅឈ្មោះប្រពន្ធថាផាន់ណាអូនកើតអីអញ្ចឹងណាបងប្អូនបាទគាត់មិនដឹងថាជួយយ៉ាងម៉េចទេនៅពេលដែលជួបជាមួយនឹងលោកអ៊ំសនអញ្ចឹងហើយគាត់ក៏ប្រាប់ថាឲ្យលោកអ៊ំមើលជួយប្រពន្ធខ្ញុំផងគាត់មិនដឹងថាគាត់កើតអីទេខ្ញុំភ័យខ្លាំងណាស់លោកអ៊ំអញ្ចឹងក្រោយមកនៅពេលដែលអ៊ំសនគាត់ទទួលបានហេតុការណ៍និងព័ត៌មានទាំងអស់ហ្នឹងហើយហ្នឹងគាត់ក៏តម្លាក់កតាបរបស់គាត់ហ្នឹងនៅនឹងឥតផ្ទាល់ហើយគាត់អង្គុយចុះក្រោយមកគាត់ក៏ស្រែកសួរទៅមីងផាន់ថាផាន់អើយផាន់ឯស្គាល់អ៊ំអត់ផាន់បងប្អូនទាំងអស់គ្នាកន្លែងនេះគឺមានន័យថាអ៊ំគាត់ចង់ដាស់ស្មារតីឲ្យមីងផាន់ហ្នឹងគាត់ស្គាល់ឬក៏យ៉ាងម៉េចអីចឹងណាស្រាប់តែភ្លាមហ្នឹងមិនមែនទៅជាការឆ្លើយទេមីងផាន់គាត់ខំមាត់ភ្លាមបងប្អូនហើយភ្នែកវិញគឺបើកធំឈប់ក្លាប់ចុះឡើងហើយសឡឹងទៅមើលអ៊ំសនតែម្ដងកន្លែងហ្នឹងណាហើយគ្រប់គ្នានៅពេលដែលឃើញសកម្មភាពបែបហ្នឹងហើយគឺស្ងាត់ឲ្យជ្រាបមិនមានអ្នកណាបញ្ចេញសកម្មភាពអីទាំងអស់មីងផាន់ក៏ចាប់ផ្ដើមខំមាត់ភ្លាមបងប្អូនចាប់ផ្ដើមខំមាត់តែមើលទៅពុកពេញទៅដោយកំហឹងខ្លាំងមែនទែនហើយក៏ច្អល់ទៅអ៊ំសនថាឯងមកទៅអីអាកាចាបើឯងមិនចង់ឲ្យអញកាច់ទេឲ្យទៅវិញទៅហើយគាត់ថាឯងធ្វើបែកអញមែននៅពេលដែលអ៊ំសនបានឮសម្ដីដែលចេញពីមីងផាន់និយាយបែបហ្នឹងហើយគាត់ក៏អត់មានតវ៉ាឬក៏បញ្ចេញសកម្មភាពអីទេគាត់ដើរទៅអង្គុយចောင်းហោងចំហៀងក្បាលរបស់មីងផាន់ហើយលើកដៃទៅឯក្បាលអញ្ចឹងណាបងប្អូនបន្ទាប់មកគាត់ក៏ងើបទៅអុជធូបនៅកន្លែងជំនាងផ្ទះនៅពេលដែលគាត់អុជធូបហើយហ្នឹងគាត់ក៏ត្រឡប់មកអង្គុយចំហៀងតែនៅខាងលើក្បាលរបស់មីងផាន់ដដែលហើយអ៊ំសនគាត់និយាយថាខ្ញុំចង់សួរថាអ្នកដែលនៅក្នុងខ្លួនផាន់នេះជាអ្នកណាហើយមកពីណាចង់បានអីតែប្រាប់ខ្ញុំអញ្ចឹងបន្ទាប់ពីអ៊ំសនគាត់សួរអញ្ចឹងហើយមីងផាន់គាត់អត់ឆ្លើយទេបងប្អូនតែផ្ទុយនឹងការឆ្លើយហ្នឹងគឺស្រាប់តែមីងផាន់គាត់ស្រែកសោចយកតែម្ដងបងប្អូនស្រែកយកតែម្ដងគឺគួរឲ្យខ្លាចមែនតើសំឡេងស្រែករបស់គាត់ហ្នឹងណាហើយគាត់យកដៃរបស់គាត់ហ្នឹងច្អល់ទៅប្អួចនៅឯចុងជើងហ្នឹងច្អល់ហើយគាត់និយាយថាហើយសួរតាអញមើលគ្នាអញនៅសល់ប្រមាណអ្នកទៀតហើយឯងទៅវិញទៅបើមិនសិនជាមិនចង់ស្លាប់ណាបើមិនសិនជាមិនចង់ឲ្យអញកាច់អញ្ចឹងនៅពេលដែលឮការនិយាយរបស់គាត់បែបហ្នឹងហើយ
ទាំងអស់គ្នាចាប់ដើមហិតតែភ័យម្ដងទៀតបងប្អូនជាពិសេសគឺអ្នកចិត្តខាងដែលគាត់កំពុងតែឈរចាំជួយអ្នកខ្លះឈរចាំមើលហ្នឹងគឺរួញរួមគ្នាអស់ហើយគឺភ័យមែនតើឯអំសនវិញគឺគាត់នៅតែបន្តសកម្មភាពសួរដដែលថាអ្នកឯងជាអ្នកណាមកពីណាហើយចង់បានអីបងប្អូនអញ្ចឹងភ្លាមហ្នឹងនៅពេលដែលអំសនគាត់សួរជាលើកទី2នេះអាភ្លើងដែលនៅក្នុងផ្ទះហ្នឹងគឺវាកងឹតឆឹងតែម្ដងហើយអ្នកចិត្តខាងដែលកំពុងតែឈរចាំមើលនោះនាំគ្នាស្រែកភ័យគឺរត់តែភ័យខ្លាំងមែនតើកន្លែងនេះបានន័យថាភ័យជាងលើកទី1ទៀតហើយប្តីរបស់មីងផាន់ហ្នឹងគឺគាត់ស្រាប់តែមានអារម្មណ៍ថាបាត់ប្រពន្ធគាត់ដែលកំពុងតែគេងនៅលើភ្នៅហ្នឹងរកអត់ឃើញទេអញ្ចឹងគាត់ក៏សវេសវាចាប់បានទូរស័ព្ទអញ្ចឹងរកប្រចាំង7រកប្រពន្ធក៏រកមិនឃើញស្រាប់តែគាត់ឮសំឡេងព្រឹបនៅតែពីលើក្បាលរបស់គាត់ហ្នឹងណាគាត់ក៏ប្រចាំងមើលទៅលើទៅឃើញប្រពន្ធរបស់គាត់ឡើងទៅដល់លើថ្នាំបាត់តាំងពីកាលគាត់អត់ដឹងបងប្អូនសភាពរបស់មីងផាន់ហ្នឹងគឺគាត់អង្គុយសដោកជើងមកហើយយល់ហើយទីឯមាត់របស់គាត់វិញគឺគាត់ហាប្រឹងហាមាត់សោចភ្នែកបើកធំមកបងប្អូនច្អល់មកកាន់អំសនជាងគេគឺបានន័យថាគាត់ផ្ដោតតែលើអំសនណាគាត់សួរថាតែឯងសួរម្ដងទៀតណាអញលោតពីលើហ្នឹងទៅហើយអញលោតពីលើហ្នឹងទៅហើយអញប្រាប់ឈប់សួរថាអញពីណាគេថាអញមកពីណាអញចង់បានអីតែអញចង់បានអីអញទាតតបានអញប្រាប់អានេះគឺជាសម្ដីដែលនិយាយពីអញ្ចឹងកន្លែងនេះគឺដល់ចំណុចចរចារវាងវិញ្ញាណដែលស្ថិតនៅក្នុងខ្លួនរបស់មីងផាន់ជាមួយនឹងអ៊ំសនត្រឡប់ទៅអ៊ំសនវិញអ៊ំសននៅពេលដែលឮវិញ្ញាណដែលបាននិយាយថាបើសិនជាអញចង់បានអីអញត្រូវតែទាតបានហើយអ៊ំសនគាត់ក៏ប្រហើបនៅសំណួរមួយទៀតថាចង់សួរថាឥឡូវអ្នកឯងជាអ្នកណាអ្នកឯងមកពីណាគឺខ្ញុំលែងចង់ដឹងហើយតែសំខាន់ណាអ្នកឯងចង់បានអីណាអ្នកឯងចង់បានអីតែកុំលោតណាគឺខ្ញុំជប់សួរខ្ញុំចង់ដឹងថាអ្នកឯងចង់បានអីបន្ទាប់មកបងប្អូននៅពេលដែលវិញ្ញាណនឹងបានឮសំណួរនឹងហើយគាត់ក៏និយាយថាគាត់ថាអញចង់បានជ្រូកខ្វៃមួយអញចង់បានជ្រូកខ្វៃមួយហើយដាក់ស្រាឲ្យអញ20លីត្រមកស្រាសសុទ្ធណាស្រាសសុទ្ធស្រាប់តែអ៊ំសនហ្នឹងគាត់ក៏តបទៅវិញភ្លាមថាតើឲ្យកូនចៅទៅរកនៅឯណាភ្លាមហ្នឹងមានជ្រូកខ្វៃឯណាមួយសែនឲ្យហើយមានស្រាសឯណា20លីត្រយកមកឲ្យថ្វាយឥឡូវអញ្ចឹងកូនចៅនឹងសុំដាក់នៅថ្ងៃស្អែកដើម្បីសែននឹងអុជធូបឧទ្ទិសកុសលទៅឲ្យអញ្ចឹងណាក៏ប៉ុន្តែសុំឲ្យអ្នកដែលចូលសន្តិនៅក្នុងខ្លួនផាន់ឲ្យចោះមកវិញតាមសម្រួលមកកុំឲ្យលោតមកអីគ្រោះថ្នាក់ដល់មនុស្សដែលគ្នាមិនដឹងអីអញ្ចឹងណាអញ្ចឹងនៅពេលដែលឮអ៊ំគាត់និយាយនឹងហើយវិញ្ញាណហ្នឹងគឺមិនសុខចិត្តទេបងប្អូនគឺក៏ទ្រាំដៃវាយអាធ្នឹមនឹងឮសូរតាក្តៀងតែម្ដងហើយគាត់ថាគាត់ចង់បានឥឡូវហ្នឹងគាត់ថាធ្វើមិនធ្វើគាត់មិនដឹងទេតែសំខាន់គឺគាត់ចង់បានឥឡូវហ្នឹងបើសិនជាមិនបានដូចបំណងទេគាត់នឹងលោតសម្លាប់ខ្លួនតែម្ដងអញ្ចឹងនៅពេលដែលនិយាយចប់ភ្លាមហ្នឹងវិញ្ញាណដែលនៅក្នុងខ្លួនហ្នឹងបានលោតពីលើធ្នឹមមកតែម្ដងឮសូរតាក្តៀងបានធ្វើឲ្យមីងផាន់ហ្នឹងគាត់បាក់ជើងមកខាងអ្វីដែលគួរឲ្យខ្លាចហ្នឹងគឺវិញ្ញាណហ្នឹងធ្វើរឿងបែបនេះហើយទៅជាសោចសប្បាយរីករាយមែនតើបងប្អូនគឺថាសំឡេងសោចហ្នឹងគឺគួរឲ្យព្រឺខ្លាចមែនតើហើយរំពងពេញភូមិតែម្ដងអញ្ចឹងណានៅពេលអញ្ចឹងហើយអ្នកភូមិក៏នាំគ្នារត់មកជួយមីងផាន់ហ្នឹងតែម្ដងទៅតែវិញ្ញាណដែលនៅក្នុងខ្លួនហ្នឹងបានព្យាយាមណាបោចសក់ខ្លួនឯងថាហ៊ានតែមកគឺវិញ្ញាណហ្នឹងគឺប្រឹងនឹងកាច់មីងផាន់ឲ្យស្លាប់ម្ដងតែម្ដងបើសិនជាមកជួយអញ្ចឹងទាំងអស់គ្នាក៏ចាប់តាមថយទៅរីឯលោកតាវិញបានឃើញហេតុការណ៍នោះហើយក៏ប្រាប់ថាឲ្យអ្នកទាំងអស់គ្នាហ្នឹងថយចេញមកសិនដែរដើម្បីទុកពេលឲ្យវិញ្ញាណនឹងរៀងស្ងប់អារម្មណ៍អញ្ចឹងណាយើងអាចនិយាយបានថាវិញ្ញាណនឹងរៀងស្ងប់បន្តិចអញ្ចឹងទៅបាទយើងក្រោយមកលោកតាគាត់ថាឥឡូវណាហើយណាអញ្ចឹងកូនចៅក៏ព្រមថាតាមសំណើថាចង់បានអីដើម្បីឲ្យវិញ្ញាណនឹងស្ងប់ហើយចេញពីខ្លួនរបស់មីងផាន់វិញវិញ្ញាណនឹងប្រាប់ថា
ចង់បានជ្រូកណាចង់បានជ្រូកមួយហើយជាមួយនឹងស្រាសប្រហែល20លីត្រថារៀបចំឲ្យវិញ្ញាណនឹងឥឡូវទៅដើម្បីលុបលាងកំហុសខុសឆ្គងកន្លងមកអញ្ចឹងណាចឹងហើយលោកតាសនក៏បានបញ្ជាក់ថាតើឲ្យរជ្រូកមកពីណាទាំងយប់ព្រោះភ្លាមហើយក៏មិនអាចជារកបានដែរអញ្ចឹងវិញ្ញាណនឹងក៏ឆ្លើយថាមិនខ្វល់ថាអ្នកឯងរកបានឬក៏មិនបានទេសំខាន់ឥឡូវហ្នឹងគឺវិញ្ញាណនឹងចង់បានឥឡូវហ្នឹងអញ្ចឹងដើម្បីដោះស្រាយទៅលើសំណើនឹងបានលោកតាក៏ឲ្យអ្នកភូមិនិងឲ្យក្មួយវិបុលហ្នឹងចាត់ចែងទៅលើការងារហ្នឹងទៅហើយអ្វីជាលទ្ធផលហ្នឹងគឺអាចបានទៅលើថាវិញ្ញាណហ្នឹងមែនអញ្ចឹងទាំងអស់គ្នាក៏ចាប់ផ្ដើមសែនជ្រូកខ្វៃដែរតាមទំនៀមទម្លាប់អញ្ចឹងណាបាទស្រាស20លីត្រអីចឹងទៅអញ្ចឹងហើយក៏ធ្វើឲ្យវិញ្ញាណហ្នឹងស្ងប់អារម្មណ៍ចេញពីខ្លួនមីងផាន់នៅពេលដែលវិញ្ញាណហ្នឹងចេញក៏អ្នកទាំងអស់គ្នាហ្នឹងនាំមីងផាន់ទៅមន្ទីរពេទ្យដើម្បីព្យាបាលនៅអាការៈជើងដែលគាត់បានបាក់ហ្នឹងបាទតែគាត់បានបាក់ឆ្អឹងហ្នឹងជើងសម្រាប់ព្យាបាលរយៈពេលប្រហែលថ្ងៃហើយក៏ត្រឡប់មកផ្ទះវិញក៏ប៉ុន្តែចង់បញ្ជាក់ថាជើងហ្នឹងគឺមិនទាន់ជាទេគឺនៅកំពុងតែក្នុងការផលិតព្យាបាលនៅឡើយតែអាចមកផ្ទះវិញបានអញ្ចឹងបងប្អូនបាទនៅពេលយប់មួយនៅពេលដែលកំពុងសម្រាកហ្នឹងស្រាប់តែមានសំឡេងអ្វីមួយយ៉ាងឮចេញពីបង្អួចមកស្ដាប់គ្នាមិនបានទេតែវាស្តៀងជាមួយនឹងភាសាដែលមីងផាន់ត្រូវបានវិញ្ញាណចូលកាលពីប្រហែលរយៈមុនអញ្ចឹងណានៅខាងក្រៅប្អូយអ៊ូអញ្ចឹងមីងផាន់ដែលកំពុងសម្រាកនៅក្នុងផ្ទះហ្នឹងក៏គាត់ចាប់ផ្ដើមចាប់អារម្មណ៍ថាវាជាសំឡេងអីក៏គាត់ណាដើរឆឹកដើរជើងមួយទៅមើលទៅស្រាប់តែឃើញមានវងសម្ោលមនុស្សខ្មៅប្រហែលជា7-8នាក់បងប្អូន7-8នាក់នៅឈរគុំមកនៅកន្លែងដើមឈើមួយនៅខាងក្រោយផ្ទះគាត់ហ្នឹងកន្លែងនេះបានគាត់នៅពេលដែលគាត់បានឃើញវងណាវងពពួកអរូបដែលនៅជុំគ្នាអញ្ចឹងហើយគាត់ក៏ព្យាយាមបិទប្អួចបិទអីលឿនហើយក៏មកសម្រាកវិញទៅដល់ពេលស្អែកឡើងបន្ទាប់មកទៀតហ្នឹងក៏គាត់បានរៀបចំនៅពេក៏ដូចជានិមន្តព្រះសង្ឃមកសូត្រមន្តដោះគោះនិងសែនព្រានទូទៅតាមទលាមទម្លាប់ដើម្បីឲ្យអំពើដែលគាត់ធ្វើខុសឆ្គងកន្លងមកហ្នឹងឲ្យប្រឆាចទៅតាមពេក៏ដូចជាសូលការរំដោះគោះពីព្រះសង្ឃដើម្បីបដិញនៅឧបទប់ចង្រៃអញ្ចឹងណាហើយតួយ៉ាងមីងផាន់ក៏គាត់ដឹងខ្លួនថាគាត់គឺជាមនុស្សដែលមិនឧស្សាហ៍ព្យាយាមគាត់គឺជាមនុស្សខ្ជាមិនចេះរៀបចំនៅសម្ភារៈទូទៅដែលបានប្រើប្រាស់ហើយនៅក្នុងផ្ទះដូចជាការយកកៅអៅយកអីមកដាក់នៅលើជំនាញផ្ទះនិងចានក្បាលមិនដែលចេះរៀបចំណាអាហ្នឹងគឺជាទម្លាប់អាក្រក់មែនទែនហើយវាក៏ជាការពំនាំនៅឧបទ្រពចង្រៃមិនឲ្យយើងខ្លួនឯងឬក៏ផលវិបាកមកកាន់គ្រួសារចឹងដែរអញ្ចឹងបងប្អូនរឿងនេះគឺអប់រំមែនទែនសម្រាប់បងប្អូនមុននឹងបញ្ចប់វីដេអូសូមបងប្អូនជួយ Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបាននៅរឿងរ៉ាវបន្ថែមពីអរូបហើយអរូបក៏សូមលើកម្រាមដៃ10អធិស្ឋានបងប្អូននៅកំហុសខុសឆ្គងពាក្យសម្ដីត្រង់ណាមិនសមរម្យសូមទទួលការអភ័យទោសពីអរូបអរគុណសម្រាប់ការចំណាយពេលស្ដាប់ជាមួយអរូបហើយអរូបសូមជូនពរប្រិយមិត្តទាំងអស់គ្នាជួបប្រទះតែសំណាងល្អសុខភាពល្អនិងធ្វើដំណើរដោយសុវត្ថិភាពជួបគ្នាម្ដងទៀតនៅសាច់រឿងក្រោយអរូបសូមជម្រាបលា